បន្ទាប់ពីបានចំណាយពេលមួយយប់ជាមួយនារីមនុស្សម្នាក់មនុស្សត្រីប្រុសបានភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថាខ្លួនឯងមានផ្ទៃពោះដោយមិនដឹងមូលហេតុដោយសារតែកូននឹងមិនកើតរហូតដល់មួយឆ្នាំក្រោយពួកគេទាំងពីរបានសន្យាថានឹងជួបគ្នាវិញនៅថ្ងៃដែលកូនកើតប៉ុន្តែទោះបីជាដល់ថ្ងៃកូនចិត្តកើតក៏ដោយក៏នារីនោះនៅតែមិនបានបង្ហាញខ្លួនមនុស្សត្រីប្រុសខឹងយ៉ាងខ្លាំងហើយជឿថានាងបានបោះបង់គាត់ចោលអស់រយៈពេល100ឆ្នាំគាត់បានបញ្ជូនមនុស្សជាច្រើនឲ្យស្វែងរកនាងកូនទាំងពីររបស់គាត់ក៏បានព្យាយាមស្វែងរកម្ដាយបង្កើតរបស់ពួកគេផងដែរថ្ងៃមួយបុរសនោះបានដើរតាមកូនទៅកាន់បារមួយកូនស្រីរបស់គាត់បាននិយាយថាម្ដាយរបស់ពួកគេកំពុងនៅទីនោះប៉ុន្តែគាត់មិនជឿទេព្រោះកន្លងមកពួកគេធ្លាប់ច្រឡំស្ត្រីផ្សេងជាច្រើនដងរួចមកហើយភ្លាមនោះស្រកានៅខាងក្រោយត្រចៀករបស់គាត់បានចាប់ផ្ដើមបញ្ចេញពន្លឺមួយរំពេចក្រោយមកមាននរណាម្នាក់ចាប់ដៃរបស់គាត់ហើយទាញគាត់ចូលទៅក្នុងបន្ទប់ឯកជនមួយនៅពេលដែលគាត់បានឃើញមុខរបស់នារីនោះគាត់បានដឹងភ្លាមថានាងគឺជាការចាប់កំណើតថ្មីរបស់នារីដែលគាត់បានជួបកាលពី100ឆ្នាំមុនក្នុងជាតិនេះនាងបានក្លាយជាកូនស្រីអ្នកមានម្នាក់ដែលត្រូវបានម្ដាយចុងគ្រប់គ្រងដើម្បីបញ្ចុះបញ្ចូលម្ដាយចុងថានាងមិនមានចំណាប់អារម្មណ៍លើការប្រជែងមរតកគ្រួសារទេនាងបានទាញបុរសនោះចូលក្នុងបន្ទប់ដោយចេតនាហើយធ្វើឲ្យមនុស្សគ្រប់គ្នាជឿថានាងឆ្លុះវង្វេងនឹងបុរសសង្ហាបន្ទាប់ពីប្រើគាត់សម្រាប់ការសម្ដែងរបស់នាងរួចនាងក៏ក្រោកឡើងហើយចាក់ចេញទៅដោយគ្មានការស្ទាក់ស្ទើរបុរសនោះខឹងយ៉ាងខ្លាំងព្រោះនាងហ៊ានបោះបង់គាត់ជាលើកទី2ទៀតក្រោយត្រឡប់ទៅផ្ទះវិញកូនទាំងពីរបានយំនិងទាមទារចង់ជួបម្ដាយរបស់ពួកគេដោយសាររំខាននឹងសម្លេងយំបុរសនោះបានសន្យាថាគាត់នឹងទៅស្វែងរកនាងនៅពេលដូចគ្នានោះនារីនោះក៏បានមកដល់ផ្ទះរបស់គាត់នាងចង់ស្វែងរកស្វាមីម្នាក់ដែលងាយស្រួលគ្រប់គ្រងដើម្បីបោកភ្នែកម្ដាយចុងរបស់នាងដូច្នេះនាងបានស៊ើបរកអាសយដ្ឋានរបស់បុរសនោះប៉ុន្តែនៅពេលគាត់បើកទ្វារនាងបានកត់សម្គាល់ថាផ្ទះរបស់គាត់ប្រណីតខ្លាំងណាស់ដែលមិនស្របតាមលក្ខខណ្ឌដែលនាងចង់បានសម្រាប់ស្វាមីឡើយដោយចៃដន្យកូនទាំងពីរអាចជឿគំនិតក្នុងចិត្តរបស់នាងនៅពេលដឹងថានាងចង់ចាក់ចេញពួកគេបានប្រញាប់ទាញនាងចូលទៅក្នុងផ្ទះក្មេងប្រុសតូចបានកុហកនាងថាឪពុករបស់គេគ្រាន់តែជាអ្នកបម្រើម្នាក់ដែលធ្វើការនៅក្នុងវិឡានេះប៉ុណ្ណោះដូច្នេះគាត់គឺជាបេក្ខជនស្វាមីដ៏ល្អខ្ចោះសម្រាប់នាងបុរសនោះមើលទៅមានភាពងឿងឆ្ងល់ប៉ុន្តែកូនប្រុសរបស់គាត់បានប្រាប់គាត់កុំឲ្យនិយាយអ្វីទាំងអស់នារីនោះជឿលើរឿងដែលក្មេងប្រុសបាននិយាយហើយគិតថាបុរសម្នាក់នេះប្រកាសជាក្រីក្រខ្លាំងព្រោះគាត់ត្រូវចិញ្ចឹមកូន2នាក់តែម្នាក់ឯងបន្ទាប់មកនាងបានយកកិច្ចសន្យារៀបការចេញមកហើយប្រាប់គាត់ថាដរាបណាគាត់រៀបការជាមួយនាងគាត់នឹងទទួលបានប្រាក់$50,000ក្នុងមួយខែបុរសនោះហ៊ាននឹងបដិសេធប៉ុន្តែកូនប្រុសរបស់គាត់បានចាប់ដៃគាត់និងបង្ខំឲ្យគាត់ចុះហត្ថលេខាលើកិច្ចសន្យាដូច្នេះហើយបុរសនិងនារីនោះក៏បានក្លាយជាប្តីប្រពន្ធនៅថ្ងៃបន្ទាប់នាងបានមកវិឡាដើម្បីនាំបុរសនិងកូនទាំងពីរទៅរស់នៅក្នុងផ្ទះរបស់នាងកូនទាំងពីររំភើបយ៉ាងខ្លាំងហើយពួកគេបានរៀបចំការភ្ញាក់ផ្អើលពិសេសមួយសម្រាប់នាងនៅពេលពួកគេទាញវាំងនឹងចេញនារីនោះបានភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះពួកគេបានស្លៀកពាក់បុរសនោះក្នុងសម្លៀកបំពាក់ដ៏សិចស៊ីនិងទាក់ទាញនាងបាននាំគាត់ទៅផ្ទះដោយក្តីរីករាយហើយមិនអាចឈប់សរសើរមុខមាត់ដ៏សង្ហារបស់គាត់បានឡើយនាងគិតថាប្រសិនបើពួកគេមានកូនជាមួយគ្នាកូននោះប្រកាសជាស្រស់ស្អាតខ្លាំងណាស់ដូច្នេះនាងបានផ្ដល់ប្រាក់$2,000,000ឲ្យគាត់ជារង្វាន់សម្រាប់ការមានកូនជាមួយនាងបុរសនោះគិតថានាងពិតជាមិនចេះប្រយ័ត្នប្រយែងខ្លួនតតែសោះគាត់បានរួចផុតពីខ្សែចងនិងបំបែកកែវស្រានៅក្នុងដៃរបស់នាងខឹងយ៉ាងខ្លាំងហើយបានទះកំភ្លៀងគាត់មួយកំភ្លៀងការទះនោះបានធ្វើឲ្យបុរសនោះខឹងដល់កម្រិតហើយទីបំផុតគាត់ក៏យល់ព្រមនឹងសំណើរបស់នាងមួយប៉ព្រិចភ្នែករយៈពេល3ខែបានកន្លងផុតទៅកូនទាំងពីរកាន់តែស្រឡាញ់នារីនោះខ្លាំងឡើងបុរសនោះចាប់ផ្ដើមច្រណែនហើយមិនយល់ថាអ្វីដែលពិសេសនៅក្នុងនាងបានធ្វើឲ្យកូនស្រឡាញ់នាងខ្លាំងបែបនេះទោះបីជាយ៉ាងណាមុនពេលចេញពីបន្ទប់គាត់នៅតែគ្រប់ភួយឲ្យពួកគេដោយក្តីយកចិត្តទុកដាក់នៅពេលនោះគាត់មានអារម្មណ៍ថាធម៌ពលរបស់គាត់ចាប់ផ្ដើមបាត់បង់ការគ្រប់គ្រងតាមពិតទៅរាល់ពេលព្រះច័ន្ទពេញវងលេចឡើងគាត់នឹងប្រែក្លាយទៅជាមនុស្សត្រីវិញហើយមានបំណងចង់ទឹកយ៉ាងខ្លាំងខណៈដែលគាត់កំពុងដេកនៅក្នុងអាងងូតទឹកនារីនោះស្រាប់តែភ្ញាក់ឡើងបន្ទាប់ពីសម្លេងទឹកហូរពីក្នុងបន្ទប់ទឹកនាងបានដើរទៅមើលដោយភាពងឿងឆ្ងល់ជាសំណាងល្អនៅពេលនោះបុរសនោះបានប្រែក្លាយត្រឡប់ទៅជាមនុស្សវិញរួចទៅហើយដូច្នេះនាងមិនបានរកឃើញអាថ៌កំបាំងរបស់គាត់ឡើយ